របៀបរៀបចំเพจបងប្អូនដែលយើងទើបបង្កើតហើយនេះគឺជាเพจរបស់ខ្ញុំបាទដែលទើបបង្កើតហើយបងប្អូនឥឡូវយើងចូលទៅរៀបចំเพจរបស់យើងទៅឲ្យវាត្រូវតាមស្តង់ដារដើម្បីឲ្យវាចេញសញ្ញាពណ៌ល្អអូខេជាដំបូងយើងចូលទៅកាន់ Seymour ហើយយើងអូសមកយើងចុចទៅរកពាក្យ add យកខាងលើគេនោះដែលអត់តន់គ្រាកន្លែងដែលខ្ញុំគ្រាហើយហ្នឹងគឺខ្ញុំត្រូវបំពេញហើយកន្លែងនេះយើងត្រូវ add ហ្នឹងមកត្រូវ add កន្លែងហ្នឹងយើងត្រូវដាក់ស្អីគេយើងរៀបរាប់ពីក្នុង account របស់យើងដាក់ hello all អញ្ចឹងទៅបងប្អូនដាក់អីក៏បានដែរតំណែងជម្រាបសួរអីក៏បានដែរបន្ទាប់មកយើងចុចគ្រីសហើយបន្ទាប់ទី2គឺយើងត្រូវបំពេញកន្លែងណាដែលអត់តន់គ្រីសឥឡូវយើងរើសចូលរកកន្លែងប៊ូតុងឬក៏យក add link ឥឡូវយើង add link សិនឥឡូវយើងដាក់ link អីគេយើងចូលទៅដាក់ link មកឥឡូវខ្ញុំដាក់ link YouTube អូខេហើយយើងត្រូវដាក់ link YouTube យើងចូលទៅ copy សិនអូខេយើងចុចទៅកាន់ account YouTube យើងចឹងមកយើងចុចទៅ copy link YouTube យើងមកបន្ទាប់មកយើងចុចផាសទៅហ្នឹងមកអូខេយើងចុច save អូខេហើយជាការស្រេចបងប្អូនគឺហើយមួយហើយអញ្ចឹងយើងថយសិនមកយើងថយទៅមកឥឡូវយើងជ្រើសប៊ូតុងជ្រើសកន្លែងណាដែលអត់តន់គ្រីសទៀតបងប្អូនអូខេយើងចុចចូលខាងលើ business account នេះយើងចុចទៅដាក់លេខទូរស័ព្ទរបស់យើងដើម្បីបញ្ជាក់បងប្អូនដោយសារខ្ញុំនៅថៃអញ្ចឹងយើងដាក់លេខថៃហើយយើងចុច send to send code to ឲ្យវាផ្ញើសារមកយើងចុច send មកវាផ្ញើលេខកូដ5ខ្ទង់ហើយនេះផ្ញើសារមកហើយយើងវាយចូលទៅហ្នឹងអូខេយើងដាក់លេខកូដហើយយើងចុច done តោះមកយើងចុច done ហើយយើងចុចopen ចឹងមកអូខេបន្ទាប់មកយើងចុច send to ភាសាទៀតវាចេញមកគ្រីសចឹងយើងចុច done ហើយទៅនេះយើងចុច not now មកខាងក្រោមគេណាអូខេបន្ទាប់មកយើងចុច not now ទៀតមកអូខេមកដល់កន្លែងនេះយើងអូខេមកដល់កន្លែងនេះយើងចុចបើកវាមកបន្ទាប់មកយើងចុចបន្ថយមកវិញមកចុចបើកយើងចុចបន្ថយមកយើង scroll ចុចវាអញ្ចឹង refresh វាឲ្យវាត្រឡប់មកបានវិញឥឡូវអត់តន់បានទេអត់តន់ good ទេយើងចូលទៅបន្ថែមអីគេមួយទៀតនៅសល់ម៉ានអ្នកគ្រីចិត្តអស់នៅសល់ម៉ានអ្នកប៊ូតុងយើងត្រូវប៊ូតុងសិនមែនឥឡូវប៊ូតុងយើងដាក់ Messenger ទៅ Messenger យករួមពីពាក្យ Messenger ហ្នឹងតោះមកយើងចុច next ហើយចុច save អូខេប៉ុណ្ណាគឺ page យើង good ហើយប៉ុណ្ណាឥឡូវយើងចុចចេញមកវិញមកកន្លែងនេះយើងគេឲ្យយើងសរសេរផុសដែរយើងដាក់មួយទៀតមកដើម្បីឲ្យត្រូវតាមស្តង់ដារអញ្ចឹងណាយើងដាក់ hello យ៉ាងមក hello all friend អូខេហើយយើងចុចផុសមកអូខេយើងមើល page យើងអូខេវាคล้ายទៅជា good អីនេះអូខេអញ្ចឹងការរៀបចំ page មានតែប៉ុណ្្នឹងឯងហើយយើងចង់ដូរអា music នេះក៏បានដែរឧទាហរណ៍ប្រភេទវីដេអូយើងធ្វើអំពីអីបើសិនជាធ្វើជាចម្រៀងយើងដាក់ music ត្រូវតែយើងបើសិនជាប្រហែលធ្វើរៀលយើងដាក់រៀល creator យើងទៅអូខេប៉ុន្តែខ្ញុំដាក់នេះទៅ digital creator នេះទៅហើយយើងចុច save មកអូខេចឹងការរៀបចំ page មានតែប៉ុណ្្នឹងទេបងប្អូនជួបគ្នានៅវីដេអូក្រោយបាយបាយ